bạn tôi sẽ này tỏ nhé chẳng ở đây nhau một rạp vì việc này cả pro pra tool của nhóm nếu cứ chưa tool cắt video vì video với môn video này chẳng tapi bóng ôn bạn tiêu tool vì nhóm tới khi bóng ôn bạn chưa file thì việc đấy chưa fileแบบนี้hay admin nàyประมาณตลอดđấy bóng ôn cần thửการមកស្ដាប់មកបងប្អូនយកពាក្យស្រា extract file សំទោស extract here ឬក៏ extract file ទៅពីបងប្អូន extract ហើយគឺវានឹងចេញមក folder មួយនេះណានេះ folder មួយនេះអញ្ចឹងធូបរបស់យើងនេះ tool cutter នេះបាទបងប្អូនគាត់ណាធ្វើការបើកវាមកtool នេះដំបូងយើងបើកមកអត់ទាន់មាន load អីណាបន្ទាប់ពីយើង activate key សិនបានវា load tool មកបានវា load មកប្រអប់ output ហើយនិង input អូខេឥឡូវខ្ញុំសូម activate key បន្តិចបាទជាសារអញ្ចឹងខ្ញុំ activate key ឲ្យបងប្អូនមើលទេវាចុច activate ទៅវាទៅតែម្ដងបាទអូខេបន្ទាប់ពីយើងបាន activate ហើយ tool វានឹងបង្ហាញទៅ output និងសំទោស input និង output អញ្ចឹង input សម្រាប់កន្លែងដាក់វីដេអូមកយកទៅកាត់បាទ input ណាសម្រាប់ដាក់វីដេអូយកទៅកាត់ហើយ output យើងសម្រាប់ដាក់វីដេអូយើងកាត់ចេញអូខេឥឡូវខ្ញុំសូមដាក់វីដេអូចូលមួយបាទខ្ញុំសូមដាក់សំទោសខ្ញុំសូមcopy ហើយយើងដាក់នៅកន្លែង input នេះមកបាទនេះវីដេអូដែលមានរយៈពេលវែងណាបាទមានរយៈពេល7នាទីបន្ទាប់មកយើងបើកអានេះម្ដងទៀតហើយយើង activate key ម្ដងទៀតមកណាអូខេបន្ទាប់ពីយើង activate key អញ្ចឹងនៅកន្លែងនេះចាំបន្តិចបងប្អូនគ្រាន់តែចុចលេខ1មានន័យថា auto skip video ទី2 change color យើងអាច change color ថ្ងៃប្រវត្តិទី3 convert to short យើងដាក់វីដេអូជាវីដេអូប្តីទៅជាវីដេអូវិឈរដោយ automatic ណាបាទអញ្ចឹងបងប្អូនជួយយកទី1មកតែបញ្ជាក់ត្រូវតែមានវីដេអូ recognition នៅក្នុង output listen ណាហើយចុចលេខ1មក enter នេះ enter skip time ចឹងបងប្អូនមិញវីដេអូមាន7នាទីខ្ញុំចង់បាន0.40ណាចឹងក្នុងវីដេអូខ្ញុំចង់បាន 0.40 ហើយនឹងវានឹងអង្គន់វីដេអូនេះទៅជា 0.40 ទាំងអស់ណាឥឡូវខ្ញុំ enter បាទឥឡូវ យើង processing ហើយយើងមកមើលនៅក្នុង output របស់យើងនេះតើនេះណានេះវីដេអូតែមួយណាតែវាអង្គន់នាទីយើងចឹងតែម្ដងចឹងលឿនសម្រាប់យើងយកទៅផុសទៅអីចឹងណាអត់បាទអូខេពី tool ដែលសារចប់នេះមិញវាមានរយៈពេល7នាទីបានប៉ុណ្ណេះ